Hello សួស្តីអ្នកគ្នាខ្ញុំបានលីបាយហើយថ្ងៃនេះដែរយើងបន្តសេរីរឿងរបស់ Chin Frey យើងទៀតតើឥឡូវកុំឲ្យអ្នកគ្នាចាំយូរយើងចូលទៅកាន់សាច់រឿងយើងហ្មងទៅតោះចាប់តាមសាច់រឿងឡើងនៃ chapter នេះគឺនៅក្នុងបន្ទប់របស់ Mini Boss នោះដដែលហើយយើងក៏បានឃើញថាមានប្រូ 4-5 នាក់មានការភ័យខ្លាចជាមួយបរិសម្នាក់ដែលកាន់ដើមជាខ្លាំងយកតែម្ដងហើយប៉ែម្នាក់ដែលកំពុងតែភ័យនោះក៏បាននិយាយថាMaster តើលោកកំពុងចង់ធ្វើអីនោះហើយប៉ែ Master ក៏បាន reply ទៅវិញថាបន្ទាប់ពីរឿងរ៉ាវទាំងអស់ដែលយើងបានឆ្លងកាត់ជុំគ្នាដើម្បីមកទីនេះហើយនៅពេលដែលប៉ែនោះកំពុងនិយាយ Windows ក៏បានលុបចេញមក time limit 1 ម៉ោង 26 និង 7 វិនាទីពួកឯងទាំងអស់នេះគឺពិតជាយឺតខ្លាំងណាស់ហើយឯងមកសួរយើងថាយើងកំពុងធ្វើអីWindows Garuda Gastorm Class ជា Swordman ជាអ្នកគ្រប់គ្រងសមាគមពស់ខ្យល់ហើយឯងបានធ្វើឲ្យយើងខាត់ពេលក្នុងការរងចាំពួកឯងបន្ទាប់បាននិយាយចប់គេក៏បានយកដាវកាប់សម្ដៅទៅកាន់ពួកអចកចាមដែលកំពុងតែភ័យខ្លាចទាំងអស់នោះហើយយើងក៏បានឃើញថាមានឈាមជាច្រើនបានបាញ់ចេញមកលើអេក្រង់ហើយធ្វើឲ្យប្រូក្បាលក្រហមនោះមានការភ័យខ្លាចជាខ្លាំង Garuda Time Limit 2 ម៉ោង 42 និង 36 វិនាទីបន្ទាប់ពីអាប៉ែនឹងបានកាប់ទៅលើអចកចាមលេងហើយគេក៏បាននិយាយទៅកាន់អាប៉ែក្បាលក្រហមនោះថាតើឯងនឹងសងយើងទេចំពោះ item និងប្រាក់ជាច្រើនដែលយើងខកខានដោយសារតែយើងបានរងចាំពួកឯងនឹងធ្វើអាប៉ែក្បាលក្រហមនោះមានការញ័រជាខ្លាំងលោកចាស់ខ្ញុំសុំទោសផងប៉ិតមាត់របស់ឯងទៅស្ដាប់ឡើងវិញជីវិតដែលស័ក្តិសមនៅទីនេះគឺជាអំពើបាបចង់ឲ្យចឹងពួកអចកចាមលឺអត់ហើយកន្លែងហ្នឹងអ្នកគ្នាប្រហែលវល់តិចអីព្រោះថានៅពេលដែល Chin Frey និយាយហ្នឹងក្នុងដាងចិនហ្នឹង time limit មានតែ2ម៉ោងទេហើយចំពោះអាប៉ែការូដាហ្នឹងពេល Windows លុនមុនហ្នឹងយើងក៏បានឃើញដែរថា time limit របស់គេសល់តែ1ម៉ោងជាងទេប៉ុន្តែនៅពេលដែលគេសម្លាប់ពួកអចកចាមពី3នាក់ហើយ time limit របស់គេបានឡើងទៅដល់2ម៉ោងជាងវិញហើយចំពោះកន្លែងហ្នឹងខ្ញុំក៏ដឹងដែរព្រោះថាសាច់រឿងកន្លែងហ្នឹងគេបានប្រាប់ទេអញ្ចឹងមានតែចាំមើលតទៅមុខទៀតតើគេប្រាប់អត់ហើយគេក៏បានបន្តនិយាយថាព្រោះតែគ្មានតម្លៃទាំងអស់ត្រូវតែងាប់នៅទីនេះដូច្នេះមនុស្សដែលអាចចាក់ចេញពីទីនេះបានជីវិតរបស់គេគឺមានតម្លៃបំផុតមិនតើបានលើបែបនេះតែធ្វើពួកអចកចាមហ្នឹងមានការភ័យខ្លាចជាខ្លាំងហើយគេក៏បានបន្តកាប់សម្លាប់ពួកអចកចាមហ្នឹងទាំងភាពសប្បាយរីករាយហើយយើងក៏បានឃើញថានៅពេលដែលអាប៉ែហ្នឹងសម្លាប់មនុស្សម្នាក់នោះ time limit របស់គេបានកើនឡើងហើយការសម្លាប់ពងគៀលមួយនេះក៏បានបន្តឡើងឲ្យរយៈពេលជាយូរហើយយើងក៏បានលើសលេង AR ពេញបន្ទប់ហ្នឹងយកតែម្ដងហើយពេលនោះដែរក៏មានសលេងអាប៉ែម្នាក់បាននិយាយថាខ្ញុំចង់ងាប់ទេ Master កុំសម្លាប់ខ្ញុំអីប៉ុន្តែទៅវិញមកចុងក្រោយអាប៉ែដែលសុំបរគេហ្នឹងក៏ចយរ៉េដដែលហើយយើងក៏បានឃើញថា time limit អាប៉ែហ្នឹងបានកើនទៅដល់8ម៉ោងជាងបាត់ហើយគេក៏បាននិយាយថាយ៉ាងណាក៏ដោយនៅទីនេះជីវិតរបស់ឯងមានតម្លៃត្រឹមតែ2ម៉ោងតែប៉ុណ្ណោះបន្ទាប់បាននិយាយហើយគេក៏បានសួរទៅកាន់អាប៉ែទៀតថាតាមមនុស្សទាំងអស់នេះគឺជាមនុស្សទាំងអស់ដែលបានមកថ្ងៃនេះមែនទេមនុស្សទាំងអស់នេះវាមិនគ្រប់គ្រាន់សម្រាប់យើងទេបាទ Master នេះគឺជាមនុស្សទាំងអស់ហើយឥឡូវនេះយើងកំពុងតែព្យាយាមរកមនុស្សបន្ថែមទៀតដើម្បីឲ្យមកទីនេះហើយអាប៉ែម្នាក់ហ្នឹងក៏បានបន្តនិយាយដល់ភ័យខ្លាចទៀតថាប៉ុន្តែយើងត្រូវការពេលវេលាខ្លះដើម្បីឲ្យមនុស្សទាំងអស់នោះបានមកដល់ទីនេះអញ្ចឹងមានន័យថាអ្នកងាប់តបគឺជាឯងក្រោយបានលើបែបនេះអាប៉ែនោះមានការភ័យខ្លាចស្រន់អាចជាខ្លាំងហើយគេក៏បានរត់ចេញទៅហើយគេក៏បានបន្តនិយាយថាមិនដែរលោក Master ឥឡូវនេះខ្ញុំទៅរកមនុស្សថែមដើម្បីលោកខ្ញុំគិតថាអាប៉ែ Master នេះវាអាចសម្រាប់អ្នកសុំព្រេងផ្សេងទៀតដើម្បីយកពេលវេលាដែលនៅសល់របស់ពួកគេហើយយើងក៏បានឃើញថាមានអ្នកសុំព្រេងជាច្រើនបានអតិបិសោនៅទីនោះហើយអាប៉ែនោះក៏បានបន្តគិតនឹងចិត្តថាតើយើងនឹងព្យាយាមនៅទីនេះក្នុងរយៈពេលប្រហែលខែទៀតទៅហើយភ្លាមៗណាអាប៉ែ Master នោះក៏បានគិតថាអាប៉ែក្បាលរឿងសក់វែងត្រូវបានចាប់ដោយសារនារីម្នាក់បាត់ហើយអញ្ចឹងដូច្នេះសមាគមអ្នកសុំព្រេងនឹងដាក់គោលដៅមកកាន់អ្នកដឹកនាំខ្ពស់ៗដែលស្ថិតក្នុងគៀរបស់យើងហើយគោលដៅបន្ទាប់របស់គេគឺជាការរំលាយគៀរបស់យើងចោលប៉ុន្តែទោះបីជាពួកគេអាចរកឃើញទីតាំងរបស់យើងក៏ដោយប៉ុន្តែពួកគេមាន time limit ដូច Great Castle នេះគឺជាកន្លែងលាក់ខ្លួនដ៏ល្អបំផុតហើយសាររឿងរបស់យើងក៏បានកម្មដល់ជាន់ទី9វិញយើងក៏បានឃើញថា Chin Frey កំពុងតែដើរលើអាកាសហើយយើងក៏លេចទៅមើលទៅមុខរបស់វិសាចវិញគឺកំពុងតែភ័យហើយ Chin Frey ក៏បានបន្តកាប់សម្លាប់វិសាចយ៉ាងសាហាវខុសខើជាទីបំផុតគឺចូល1ងាប់1ចូល2ងាប់2ចូល3ងាប់4ចូល5ងាប់10ហើយឥឡូវនេះការយន្តនេះវាពិតជាសប្បាយខ្លាំងណាស់ព្រោះថាខ្ញុំអាចធ្វើចលនាបានដោយសេរីហើយខ្ញុំក៏អនុញ្ញាតឲ្យខ្លួនឯងនិយាយថាសម្រាប់ item មួយនេះគឺល្អបំផុតហើយ Chin Frey ក៏បាននៅបន្តកាប់សម្លាប់វិសាចនោះយ៉ាងខុសខើខំខាំងជាទីបំផុតវិសាចអាចចចាមទាំងនោះវាបានងាប់អស់ដល់ពេលដែលខ្ញុំទៅ clean mini board ដែរហើយពេលនោះដែរ Millie ដែលជាប្រពន្ធ admin ក៏បានបើកទ្វារដល់ចូលមកហើយយើងក៏បានឃើញថា Chin Frey បានប្រើ item របស់គេឈរនៅលើអាកាសនោះវាយសិតតែចង់ក្បាលចុះក្រោមដូច Spider-Man ទៀត Chin Frey ក៏បានគិតថាត្រូវឲ្យមានម្នាក់ទៀតមេជីរបស់នាងគឺសាហាវខូខើខំខាំងជាងតែមុនឡទៀតមិញនេះនាងស្ទើរតែចាប់បានខ្ញុំហើយហើយបានជានាងឡើងមកជាន់នេះលឿនម្លេះហើយនៅពេលនោះ Frena ក៏បានគិតថាមិនក៏ចម្លែកម៉េះហើយបានជាបន្ទប់នេះមិនមានវិសាចចឹងបន្ទាប់នាងបាននិយាយចប់ក៏មានវិសាចបានលេចឡើងមកវិសាចនោះដែរមានឈ្មោះថា Snow Golem ដែលមាន level 92បន្ទាប់បានឃើញបែបនេះប្រពន្ធដែលមានតែជា Millie ក៏បាននិយាយថា Summoner បន្ទាប់នាងបាននិយាយចប់ក៏មាននារីម្នាក់ដែលមានស្លាបចំនួន6បានលេចឡើងនៅក្រោយរបស់ Millie ហើយគេមានឈ្មោះថា Phil Pittដល់ក្រោយខនេះឈ្មោះខ្ញុំដាក់លើហ្នឹងឯងអានផ្លែហ្នឹងបន្តបានឃើញបែបនេះ Chin Frey ក៏បានគិតចិត្តថាស្អីគេតើគឺជា spirit អ្នកក៏ហៅដែលមានកម្រិតខ្ពស់ប៉ុណ្ណោះតែមាន class skill បែបនេះហើយយើងសុំទោសពួកឯងខ្លាំងមែនទែនយើងមិនមានពេលចាក់ឈីដើម្បីមកលេងសើចជាមួយពួកឯងទេនៅពេលដែលនាងកំពុងនិយាយនោះនាងក៏បានបញ្ចេញ magic របស់នាងចេញមកក្រៅដែរយើងក៏បានឃើញថាគាត់តែនាងបានបញ្ចេញ magic ទៅលើពួក golem ទាំងអស់នោះដែលធ្វើឲ្យពួក golem នោះកាំងស្កប់មួយកន្លែងបន្ទាប់មកនាងក៏បានក្តាប់ដៃដែលធ្វើឲ្យពួក golem នោះចយរ៉េតបាត់ទៅបន្ទាប់បានឃើញបែបនេះ Chin Frey ក៏បានគិតចិត្តថានាងទើបថាសម្រាប់ mini boss ក្នុងចលនាតែមួយ
អូមិនមែនទេមិនមែនក្នុងចលនាតែមួយទេគឺក្នុងពេលតែមួយតែនៅរីម្នាក់នេះនាងមានល្បែប៉ុន្មានទៅហើយយើងក៏បានឃើញថាមីលាក៏បានដាក់សម្ដៅទៅកាន់ទ្វារមួយទៀតចំណែក Chin Frey វិញក៏បានបន្តគិតថាតើទ្វារមនុស្សបានលេចឡើងបន្ទាប់ពីនាងបានកម្ចាត់ Mini Boss តើទ្វារមនុស្សមែនទេដែលនាំយើងទៅកាន់បន្ទោរបស់ Demon Lord ណៃ Freyna វិញក៏បានគិតថាឥឡូវនេះខ្ញុំគួរតែពិនិត្យមើលបានគ្រប់ជ្រុងជ្រោយបន្ទាប់គឺឧបសម្ព័ន្ធនាងប្រហែលជាកំពុងតែស្វែងរកអាណាម្នាក់ហើយមើលទៅវាល្អខ្លាំងណាស់នាងដូចជាមិនចង់បញ្ចុះជាមួយ Demon Lord ទេភ្លាមៗនោះដែរមីលីអាចចោលរអ្វីមួយនៅក្រៅក្នុងនាងប៉ុន្តែនៅពេលដែលនាងងាកទៅមិនបានឃើញអ្វីឡើយហើយឥឡូវនេះខ្ញុំមានអារម្មណ៍ថាមានអាណាម្នាក់គួរតែសម្លឹងមកខ្ញុំប៉ុន្តែវាប្រហែលគ្រាន់តែជាអារម្មណ៍មួយពេលរបស់ខ្ញុំទេហើយឥឡូវនេះបេសកកម្មរបស់ខ្ញុំត្រូវបានផ្ដល់អត្ថភាព The Demon Lord Almost Castle ស្ថិតក្នុងជាន់ទី10នៅពីមុខបន្ទប់របស់ Demon Lord ហើយយើងក៏បានឃើញថា Chin Frey កំពុងតែស្ថិតនៅទីនោះហើយពេលនោះដែរ Chin Frey ក៏បានរុញទ្វារដើម្បីដើរចូលទៅកាន់បន្ទប់មួយនោះហើយនៅពេលដែល Chin Frey បានដើរចូលទៅយើងក៏បានឃើញថាមានមនុស្សបានស្លាប់នៅក្នុងបន្ទប់នោះជាច្រើនគឺដោយសារតែមាននំតកបានចាក់ចំនួនខ្លួនរបស់ពួកគេហើយនៅចំពោះមុខ Chin Frey យើងក៏បានឃើញថាមាន Demon Lord កំពុងតែអង្គុយនៅទីនោះផងដែរបន្ទាប់បានឃើញបែបនេះ Chin Frey ក៏បាននិយាយថាតែមែនទេគឺជា Second Demon Lord Window Second Demon Lord មានឈ្មោះថា Almost ដែលស្ថិតក្នុងល្បែងអំប្រយជាលក្ខណៈកម្ពស់របស់គេគឺជាការសម្លាប់ហើយគេមានសមត្ថភាពអាចបន្ថយសមត្ថភាពរបស់អ្នកសង្កេតចូលមកក្នុងបន្ទប់នេះរហូតដល់20%បែប Demon Lord ក៏បាននិយាយថាឥឡូវនេះមានមនុស្សល្ងងតែទៀតទេដែលបានដើរចូលមកក្នុងបន្ទប់របស់យើងហើយមើលស្ពាបជុំវិញខ្លួនរបស់ឯងទៅមិនយូរប្រហែលទេឯងក៏ខ្លាចជាបែបនោះដែរបន្ទាប់បានលើបែបនេះ Chin Frey ក៏បានងាកទៅមើលជុំវិញខ្លួនរបស់គេហើយគេក៏បានឃើញថាមានមនុស្សជាច្រើនបានទៅតកចាក់សម្លុះខ្លួនស្លាប់នៅទីនោះហើយពេលនោះដែរ Chin Frey ក៏បានងាកទៅឃើញបរិម្នាក់ដែលមានជីវិតប៉ុន្តែគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរឆាប់រត់ចេញទៅនៅពេលដែលប្រូនឹងខំនិយាយដល់ដង្ហើមចក្រិតហើយនៅពេលនោះដែរក៏មានដុំតកជាច្រើនបានវាប្រហារមកកាន់ Chin Frey ប៉ុន្តែ Chin Frey ក៏អាចគេចផុតពីការវាយប្រហារទាំងអស់នោះបានបន្ទាប់ពី Chin Frey បានគេចផុតពីការវាយប្រហារទាំងអស់នោះហើយគេក៏បានគិតនឹងចិត្តថាការវាយប្រហារលើដំបូងរបស់ Demon Lord នេះគឺដូចគ្នានៅពេលដែលខ្ញុំលេងហ្គេមអញ្ចឹងទោះជាយ៉ាងណាក៏ដោយដូចពេលដែលខ្ញុំបានបញ្ចូលជាមួយ Hellberu អញ្ចឹង Hellberu នឹងគឺជា Demon Lord ដែលស្ថិតនៅក្នុង Ground 1វាអាចទៅរួចថា Demon Lord ផ្សេងៗទៀតអាចធ្វើចលនាមិនដូចក្នុងហ្គេមដែលខ្ញុំធ្លាប់លេងឡើយហើយបែរ Demon Lord ក៏បាននិយាយយ៉ាងលយមកថាមនុស្សទាំងអស់សិតតែគ្មានសមត្ថភាពប៉ុន្តែយ៉ាងណាក៏ដោយយើងមើលទៅឯងដូចឆ្ងាញ់ដល់ហើយនេះសិតតែសាច់បន្ទាប់បាននិយាយចប់ Demon Lord ក៏បានសើចឡើងមកហាថ្ងៃនេះយើងមានភ្ញៀវច្រើនដល់ហើយឯងគឺភ្ញៀវទី10របស់យើងហើយវាអស់រយៈពេលជាយូរមកហើយដែលយើងមិនបានប្រពៃពិធីជប់លៀងដូចនេះជប់នេះយើងធ្វើវាហើយខ្ញុំក៏សុំទោសអ្នកគ្នាដែរបើសិនជាមានពាក្យខុសកន្លែងណាមួយដែលខ្ញុំនិយាយច្បាស់ដោយសារតណ្ដាតខ្ញុំហ្នឹងវាក៏លោះអត់តាន់ទេអញ្ចឹងសង្ឃឹមអ្នកគ្នាយកយល់តើឥឡូវយើងចូលសាយើងវិញបន្ទាប់បានឃើញ Demon Lord សោយដំណើរបែកថ្នាំហើយអាប៉ែមួយដែលនៅចង្ហាន់ចង្រិតគេក៏បានគិតនឹងចិត្តថាជាមួយសម្ពាធដ៏ខ្លាំងបែបនេះតើយើងអាចសង្ឃឹមយ៉ាងដូចម្តេចដើម្បីទប់ទល់នឹងសត្វចម្លែកនេះបានហើយយើងពិតជាល្ងងមែនតើឥឡូវយើងងាកមើលការបដាគុណខ្មែររវាង Demon Lord និង Chin Frey ម្ដងហើយ Demon Lord នោះក៏បានបើកការវិភាគទៅកាន់ Chin Frey ព្រមទាំងបាននិយាយថាចង់កណាសិតតែសាច់ជុំនេះឯងគឺជាអាហាររបស់យើងហី Lightning Speed ហើយក្នុងពេលមួយប្រព្រឹត្តភ្នែកនោះយើងក៏បានឃើញថា Chin Frey ក៏បានបើកការវិភាគទៅត្រូវផ្ទៃមុខរបស់ Demon Lord នោះបន្ទាប់បានឃើញបែបនេះអាប៉ែមួយដែលចង្ហាមចង្រិតនោះគេក៏បានឃើញចិត្តថាទេតើគេអាចធ្វើបានដោយរបៀបណាទៅចំណែក Demon Lord វិញបន្ត Chin Frey បានវិភាគត្រូវគេហើយដែលធ្វើឲ្យគេស្រែកឡើងជាខ្លាំងអេស្អីដឹងខ្លាំងអត់ការវិភាគប៉ុណ្ណឹងវាមិនឈឺប្រហែលទេអាក្មេងយើងមើលតែឯងដូចឆ្លាតដល់ហើយឯងពិតជាគួរចាប់អារម្មណ៍មែនមិនន័យទេនេះគ្រាន់តែជាការកម្ដៅស៊ីដុំមុនយើងស៊ីឯងតែប៉ុណ្ណោះហើយពេលនោះដែរយើងក៏បានឃើញថាមានដុំតកជាច្រើនមកហោះសម្ដៅមកកាន់ Chin Frey បន្តបានឃើញបែបនេះអាប៉ែ Demon Lord ក៏បាននិយាយថាមើលទៅឯងមិនអាចគេចផុតទេពីការវិភាគនេះឯងផាច់ងល់បាត់ហើយនៅពេលដែលគេកំពុងអួតនោះយើងក៏បានឃើញថា Chin Frey ក៏បានលេចឡើងនៅក្រោយរបស់គេតែប៉ុណ្ណោះ Chin Frey ក៏បានយកកូនរបស់គេចាក់សម្ដៅទៅកាន់ Demon Lord នោះដែលធ្វើឲ្យ Demon Lord មុខភ័យសម្ដីលយនោះធ្លុះខ្លួននិងមានការឈឺចុកចាប់ជាខ្លាំង Windows Skill ទី1ដែលមានឈ្មោះថា Shape Eye ត្រូវបាន active ដោយសារតែការឈឺចុកចាប់បន្ទាប់ពី Chin Frey ចាក់ដែលធ្វើឲ្យ Demon Lord នោះលុតជង្គង់មិនដូចក៏យើងមិនអាចឃើញពីម្លាស់ទីរបស់គេបានល្បឿនមួយនេះវាមិនមែនជាល្បឿនធម្មតាទេគេហាក់ដូចជាអាចឆ្លងកាត់លំហអាកាសបានភ្លាមបន្ទាប់ឲ្យបានវាប្រហែលទៅ Demon Lord ហើយ Chin Frey របស់យើងក៏បានគិតយ៉ាងលយថាដោយសារតែមាន item អត់កំបាំងមួយនេះសម្បត្តិត្រឹម Demon Lord នៅក្រោមធូរកានេះវាគ្មានជាបញ្ហាអ្វីសម្រាប់យើងទេប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះយើងត្រូវបញ្ចប់វាឲ្យបានលឿនតែយើងត្រូវតាមកខាឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យគេមិនអាចកហៅសត្វស្លាប់តកមកទីនេះបានបន្ទាប់បានគិតហើយ Chin Frey ក៏បានប្រើល្បឿនយ៉ាងលឿនរបស់គេសួរសម្ដៅទៅកាន់ Demon Lord នោះប៉ុន្តែ Demon Lord នោះក៏បានយកសត្វសមនោះម្នាក់មកពាំងពីមុខរបស់គេដែលធ្វើឲ្យ Chin Frey មិនអាចវាផាទៅកាន់ Demon Lord នោះបានបន្ទាប់បានឃើញបែបនេះអាប៉ែ Demon Lord ក៏បានសោយឡើងតែមិនហ៊ានវាប្រហាមកាន់គេទេគេក៏បាននិយាយបន្ថែមទៀតថាទោះបីគ្រាន់តែជាសាច់ម្ដុំក៏ដោយតែយើងបានសម្លាប់គេកាលពីពេលមុនហើយឥឡូវនេះតែនៅចំជួរហើយមែនទេភ្លាមៗដែរបែ Demon Lord ក៏បាននិយាយថា Glide Mari Unit ហើយយើងក៏បានឃើញថាសាកសពដែលដេកស្លាប់ទាំងអស់នោះក៏បានងើបដើរសម្ដៅទៅកាន់ Chin Frey ឆាប់សម្ដៅអាក្មេងនេះយកមកយើងមិនដែលបានឃើញការវិភាគនេះពីមុនមកទេវាដូចគ្នានៅពេលដែលយើងបានបញ្ចូលជាមួយ Demon Lord ទី1យើងមិនដឹងថាហេតុអ្វីបានជាពួក Demon Lord ទាំងអស់នេះគឺអាចធ្វើចលនាខុសពីហ្គេមដែលយើងធ្លាប់លេងបានទេហើយពេលនោះដែរ Demon Lord ក៏បានចាប់អារម្មណ៍ទៅលើអាប៉ែមួយដែលមិនទាន់ងាប់ហ្នឹងនៅពេលដែល Demon Lord នឹងកំពុងភ្លេចខ្លួនភ្លាមៗដែរដៃរបស់ Demon Lord នឹងក៏បានហោះឡើងលើស្អីគេហ្នឹងតែវាកំពុងមានរឿងអ្វីកើតឡើងហ្នឹង
ដែលធ្វើឲ្យ Demon Lord នៅអពាក់មួយដែលនៅចង្ហាន់ចង្រិតហ្នឹងមានការចាប់អាយជាខ្លាំងបន្ទាប់ឲ្យបានកាត់ដៃរបស់ Demon Lord ហើយ Jinfrey ក៏បាននិយាយថាកុំបារអារម្មណ៍ឲ្យសោះយើងគឺជាមនុស្សដែលម្នាក់គត់ដែលកំពុងយល់ជាមួយឯងបន្ទាប់ឲ្យបានលើ Jinfrey និយាយឌឺដងទៅកាន់ខ្លួនហើយដែលធ្វើឲ្យអពាក់ Demon Lord ហ្នឹងស្រែកទៀតហើយ Window ពេលនេះ Demon Lord បានត្រូវ Poison HP របស់គេត្រូវបានកាត់ជាបន្តបន្ទាប់ក្នុងរយៈពេល10វិនាទីបន្ទាប់ឲ្យបានដឹងបែបនេះអពាក់ Demon Lord ក៏បានស្រែកឡើងថា Summon ហើយយើងក៏បានឃើញថាមានសត្វស្លាបក្បាល3មួយបានលេចឡើងហើយកន្លែងណាខ្ញុំច្រឡំទេមិនមែនសត្វស្លាបក្បាល3ទេគឺសត្វស្លាប3ក្បាលហើយវាមានឈ្មោះថា Aichimra ដែលស្ថិតក្នុង level 99ទាំង3តែម្ដងបន្ទាប់បានឃើញបែបនេះ Jinfrey ក៏បានប្រើល្បឿនយ៉ាងលឿនរបស់គេស៊ូសម្ដៅទៅកាន់សត្វ3ក្បាលនោះហើយចំពោះកន្លែងយ៉ាងដែរមិនខ្ញុំនិយាយខុសទេគឺសត្វ Title ក្នុងរឿងហ្នឹងគេដាក់សត្វស្លាបតែបើយើងមើលទៅតាមរូបភាពគឺអត់ឃើញស្លាបទេអញ្ចឹងកន្លែងហ្នឹងអត់ដឹងដែរមានតាមហ្នឹងបន្ទាប់បានក៏ហៅសត្វរបស់គេចេញមកហើយអប៉ែ Demon Lord ក៏បានសោចដូចមនុស្សបាច់ថ្នាំហើយគេក៏បានថែមទាំងនិយាយថាស្អែងគិតយ៉ាងណាដែរយើងមើលតែឯងខ្លាចខ្លាំងណាស់សំបីតែហើយពេលនោះ Window ក៏បានលុតចេញមកសត្វ Aichimra ទាំង3ក្បាលនេះត្រូវបានសម្លាប់ធ្វើឲ្យអប៉ែ Demon Lord នោះកាំងខ្លាំងមែនតើកាំងយកចំណែក Jinfrey វិញក៏បាននិយាយថាយកអរគុណឯងណាឥឡូវនេះយើងអាចយកចង្កូមរបស់បិសាចតកបានហើយកន្លែងហ្នឹងដែរដូចខ្ញុំនិយាយអញ្ចឹងសត្វ Title គេដាក់សត្វស្លាបតកតែយើងមើលក្នុងរូបមិញគឺអត់ឃើញស្លាបទេអញ្ចឹងយើងហៅវាសត្វ Chimera ហ្មងទៅកុំឲ្យញ៉ៃខ្លាញ់អ្នកគ្នាវល់ឥឡូវនេះយើងទទួលបានចង្កូមរបស់ Chimera ដែលធ្វើឲ្យអប៉ែ Demon Lord នោះមានអាសួរពេញក្បាលគេក៏បានយើងចិត្តថាស្អីគេអប៉ែនេះពងយាយនោះហើយ Jinfrey ក៏បានបន្តនិយាយថាហើយមួយទៀតឥឡូវនេះដែរកូនក្បត់របស់យើងភាពធន់របស់វាធ្លាក់សល់ត្រឹមតែ400ជាងតែប៉ុណ្ណោះហើយ Jinfrey ក៏បាននិយាយជាមួយ Demon Lord នោះវិញចង់និយាយថាខ្ញុំសុំទោស Demon Lord ឥឡូវនេះយើងមិនលេងសើចជាមួយឯងទៀតទេស្អីគេតែឯងចង់ធ្វើអ្វីនោះ Windows skill ទី3របស់កូនក្បត់ Jinfrey ត្រូវបាន unlock ហើយ Windows ទៀតក៏បានលោតចេញមកហើយសម្រាប់ Windows នេះដែរគឺប្រាប់ពី skill ទាំង3របស់កូនក្បត់ហ្នឹងហើយ skill 2ក្នុងចំណោម3ហ្នឹងខ្ញុំបាននិយាយហើយចំណែក skill ទី3វិញគេមិនទាន់ឲ្យយើងឃើញទេអញ្ចឹងមានតែចាំមើលនៅ chapter បន្ទាប់ទៀតដូចខ្ញុំនិយាយមិញអញ្ចឹងយើងចាំមើលនៅ chapter ក្រោយទៀតឥឡូវនេះ chapter ហ្នឹងបានចប់ហើយហើយម្យ៉ាងទៀតបើសិនជាមានពីណាចង់ join ក្រុមអីលេងនៅក្នុង description ហើយក្រុមនេះដែរគឺក្រុមសម្រាប់និយាយគ្នាលេងទេណាមួយពេលមានបញ្ហាអីខ្ញុំ update ចូលក្រុមហ្នឹងឥឡូវយើងមានតែប៉ុណ្្នឹងទេចប់ហើយពីខ្ញុំ Levi បោះស្មោះបាយ